Hello ជម្រាបសួរអ៊ំពូមីង vlog ថ្មីមក Cuban មកទៀតហើយថ្ងៃមុនទៅផ្សារគឺទិញបានជាមួយនឹងឆ្អឹងត្រីហើយក្បាលត្រីសាម៉ុនណាឆ្អឹងគេមានសសាច់តិចតិចដែរបងប្អូនទាំងអស់គ្នាយកមកស្លម្ជូរគ្រឿងនិយាយថាបើទិញភ្លាមស្រស់យកមកស្លភ្លាមគឺជាតិហ្មងប៉ុន្តែដោយសារខ្ញុំទិញហើយខ្ញុំយកមកទុកទូកកហើយឆ្អឹងហ្នឹងលៃបានប្រឡាក់អាំងទៀតណាបងប្អូនទាំងអស់គ្នានិយាយទៅសាច់នៅជាប់ឆ្អឹងហ្នឹងគឺអាចញ៉ាំបានខ្ញុំចូលចិត្តមែនតើជាមួយឡំជូរគ្រឿងត្រីសាម៉ុនហ្នឹងណាតែបើសិនជាប្រភេទសាច់គោអីគឺមិនសូវចូលចិត្តទេជាដំបូងគឺយើងធ្វើការឆាជាមួយនឹងប្រហុកយើងឡើងឈ្ងុយបែកផ្សែងពេញផ្ទះនិយាយថាកក់សក់ហើយគឺក្បាលស្អុយប្រហុកងោងហ្មងហើយយើងរំលីងជាមួយនឹងគ្រឿងរបស់យើងឲ្យឡើងឈ្ងុយបន្តិចបងប្អូនទាំងអស់គ្នាតែកុំខ្លាំងពេកដោយសារខ្ញុំមានកូនតូចអញ្ចឹងខ្ញុំអត់សូវហ៊ានរំលីងអីខ្លាំងទេព្រោះខ្លាចឆ្លក់កូនដែរបងប្អូនទាំងអស់គ្នាហើយចំពោះត្រីសាម៉ុនរបស់យើងហ្នឹងគឺអត់អាចចង់និយាយថាអាចរងាស់យូរទេព្រោះសាច់ត្រីវាឆាប់ឆ្អិនហើយឆាប់ផុយឆាប់បែកអញ្ចឹងហើយវិធីស្លរបស់ខ្ញុំរៀងចម្លែកខុសគេតិចហើយដោយសារខ្ញុំឆាជាមួយនឹងគ្រឿងឲ្យឡើងឈ្ងុយតែបន្តិចគឺខ្ញុំដាក់តកួនយកហ្មងហើយដាក់ទឹកឲ្យវាពុះមកជាមួយគ្នាផុយជាមួយគ្នាហ្មងអញ្ចឹងណាដោយសារតែត្រីរបស់យើងដូចនិយាយអញ្ចឹងថាมันអាចទុករងាស់យូរឲ្យវាបែកសាច់ត្រីខ្លាំងគឺរោត្រីញ៉ាំលេងឃើញហ្មងបងប្អូនទាំងអស់គ្នាហើយកុំឆ្ងល់ថាអូឡំជូរគ្រឿងណាគេធ្វើអញ្ចឹងអីតែម៉ាក់ Cuban ធ្វើអញ្ចឹងឲ្យឆ្ងាញ់ណាស់ណាអីគឺអត់ទេដែលថាតែខ្ញុំស្លោពេលខ្លះក៏ត្រូវមកខ្ញុំពេលខ្លះប្រៃពេលខ្លះសាបអូយនិយាយដល់វល់ពេញហ្នឹងហើយចុងភៅនេះគឺថាយកជាសាច់កាប់មិនឃើញទេប៉ុន្តែដោយសារតែអត់មានវីដេអូធ្វើប្លុកជូនបងអូននៅផ្ទះតនេធ្វើអីក៏ចេះតែថតធ្វើទៅតិចទៀតមើលទៅរកវីដេអូអីប្លែកទៀតអីយ៉ាហើយដល់មួយខ្ញុំមួយអាទិត្យគឺខ្ញុំអត់ធ្វើម្ហូបទេខ្ញុំញ៉ាំបាយរោងចក្រអញ្ចឹងដោយសារខ្ញុំមានអាអូនទៅវាពិបាកក្នុងការធ្វើម្ហូបអីចឹងណាទៅពេលចឹងញ៉ាំពីរងចាស់ហើយចំពោះម្ជូរអំពិលគឺខ្ញុំអត់ប្រើអំពិលទុំឯងខ្ញុំប្រើប្រភេទខ្នុរអំពិលនេះគឺស្រួលហ្មងឡភ្លាមហើយនិយាយជូរជ្រះល្អហ្មងបងអូនតែដោយសារតាអាពេលយើងភ្លក់នៅក្តៅហ្នឹងជូរជ្រះល្មមដល់ពេលរៀងត្រជាក់តិចរៀងអត់សូវជូរប៉ាជូវិនថាអត់សូវជូរអញ្ចឹងអរគុណសម្រាប់ការទស្សនាបាយបាយ